ធ្លាប់តែហូបឆាក្តៅទីអាំងប្រឡាក់អំបិលម្ទេសចិត្តទៀតដុតសៀងអញ្ចឹងមានធ្លាប់ហូបនៅបើសិនជានៅទេសាកមើលវីដេអូនឹងឲ្យរៀនធ្វើទាំងអស់គ្នាចំពោះគ្រឿងផ្សំគោលថ្ងៃនេះមានទាមួយក្បាលទឹកដូងសៀងម្ទេសហុយគល់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសជាមួយនឹងរំដេងចិតសំបកចេញឲ្យស្អាតលាងទឹកចេញហាន់ជាចំណិតតូចៗល្មមសម្រាប់ខ្ទឹមសជាមួយនឹងសៀងខ្ញុំច្រាំទៅតែម៉ត់ល្អដើម្បីងាយស្រួលនៅពេលដែលយើងប្រឡាក់ទៀតទៅវាឆាប់ចូលជាតិទឹកដូងយើងដាក់ដាំឲ្យពុះបន្ទាប់មកទៀតយើងដាក់គល់ស្លឹកគ្រៃស្លឹកក្រូចជាមួយនឹងរំដេងចូលដើម្បីកុំឲ្យវាឆ្អាបនៅពេលដែលយើងដាក់ស្ងោរទាក្រោយពីទាបានឆ្អិនចន្លោះពី50ទៅ60%ហើយខ្ញុំបានស្រង់ចេញដើម្បីទុកឲ្យត្រជាក់ម្ល៉េះសិនអញ្ចឹងជំហានបន្ទាប់របស់យើងគឺលាយគ្រឿងដើម្បីទុកប្រឡាក់ទាម្ទេសហុយគល់ស្លឹកគ្រៃស្លឹកក្រូចនិងសៀងដែលបានច្រាំហើយនឹងយើងដាក់ចូលក្នុងចានដែកតែមួយមកខ្ញុំបន្ថែមម្សៅស៊ុបប្រេងខ្យងប្រេងឆាជាមួយនឹងទឹកត្រីទឹកស៊ីអ៊ីវហើយប៊ីចេងសម្រាប់ស្ករថ្ងៃហ្នឹងគឺខ្ញុំប្រើស្ករត្នោតដើម្បីឲ្យវាចេញពណ៌បានល្អនៅពេលដែលយើងដុតណាកូរច្បល់គ្រឿងហ្នឹងឲ្យសព្វចូលគ្នាមកយកទាយកមកឆ្នូតដើម្បីពេលដែលយើងប្រឡាក់ទៅវាឆាប់ចូលជាតិបានសព្វល្អបន្ទាប់ពីទារបស់យើងចូលជាតិរួចរាល់ហើយខ្ញុំដាក់ទៅក្នុងម៉ាស៊ីនដុតខ្ញុំដុតរយៈពេល30នាទីអញ្ចឹងទារបស់យើងរួចរាល់ជាការស្រេចដើម្បីទទួលបានវីដេអូថ្មីកុំភ្លេចចុច like និង share ទាំងអស់គ្នាអរគុណ